កុមារអូទីសឹមនិងកុមារយឺតភាសាខុសគ្នាដូចម្ដេចចា៎ជំរាបសួរប៉ែម៉ាក់ទាំងអស់គ្នាចា៎នៅក្នុងវីដេអូនេះដែរគឺនាងខ្ញុំនឹងបញ្ជាក់បន្ថែមអំពីកុមារអូទីសឹមនិងកុមារយឺតភាសាចា៎កុមារអូទីសឹមនិងកុមារយឺតភាសាខុសគ្នាដូចម្ដេចដោយសារតែម៉ាក់ប៉ានៅតែមិនទាន់អាចបែងចែកដាច់រវាងកុមារអូទីសឹមនិងកុមារយឺតភាសាឬក៏កូនរបស់គាត់ជាកុមារអូទីសឹមឬក៏ជាកុមារយឺតភាសាចា៎អញ្ចឹងសម្រាប់កុមារអូទីសឹមគឺខុសពីគ្នាជាមួយនឹងកុមារយឺតភាសាដែលយើងកំណត់សម្គាល់ថាកុមារអូទីសឹមគឺគាត់មានពីកំណើតចា៎កុមារអូទីសឹមគឺមានពីកំណើតក៏ប៉ុន្តែសម្រាប់កុមារយឺតភាសាគឺមិនមែនមានពីកំណើតទេចា៎បានន័យថាគាត់យឺតភាសាក្នុងអំឡុងពេលដែលគាត់កើតហើយចា៎ក្នុងអំឡុងពេលដែលគាត់សម្រាលហើយហ្នឹងទៅតាមអាយុរបស់កុមារដែរបើសិនជាកុមារខ្លះគាត់ចាប់ផ្ដើមពី6ខែឬក៏18ខែ2ខួបអីហ្នឹងប៉ាម៉ាក់ជាការធ្វើប្រហែលរបស់ប៉ាម៉ាក់ចាបើនិយាយចេះទៅជាចំណុចមួយដែលយើងអាចចាត់ទុកថាកុមារយឺតភាសាគឺដោយសារតែការធ្វើប្រហែលរបស់ប៉ាម៉ាក់ដូចជាប៉ាម៉ាក់អត់សូវមានពេលវេលាគ្រប់គ្រាន់សម្រាប់កុមារយឺតភាសាទេចាប៉ាម៉ាក់អត់សូវមានពេលវេលាគ្រប់គ្រាន់យើងរវល់រកស៊ីឬក៏ចេញក្រៅធ្វើការហើយយើងទុកកូនឲ្យនៅជាមួយនឹងអ្នកមើលថែឬក៏នៅជាមួយនឹងអ្នកផ្ទះដូចជាម៉ាក់យាយឬក៏លោកតាអីចឹងទៅចាហើយបើសិនជាក្នុងអំឡុងពេលហ្នឹងអាយុចាប់ពី6ខែឡើងឬក៏1ខួបឡើងបើសិនជាក្នុងអំឡុងពេលហ្នឹងយើងអត់បាននៅជាមួយគាត់ឬក៏យើងទុកតែឲ្យគាត់នៅជាមួយនឹងទូរទស្សន៍ឬក៏ iPad ឬក៏ទូរស័ព្ទចាវាធ្វើឲ្យកុមារហ្នឹងកាន់តែវិវត្តយឺតទៀតហើយជាពិសេសគឺទៅលើភាសាទំនាក់ទំនងចាដោយសារអីបើសិនជាយើងអត់មានពេលវេលាជាមួយគាត់នៅក្នុងអំឡុងពេលកុមារចាប់ពី1ខួបឡើងទៅឬក៏យើងហៅថា18ខែជាពិសេសគឺកុមារ1ខួបចាសម្រាប់កុមារយឺតភាសានេះគឺចាប់ពី6ខែ8ខែឬក៏1ខួបកុមារខ្លះអាចលឿនដល់6ខែក៏មានដែរគឺគាត់ចាប់ផ្ដើមវិវត្តទៅលើអីទី1ទៅលើការយល់ដឹងរបស់គាត់ចាគាត់ចាប់ផ្ដើមស្គាល់មុខម៉ាក់ប៉ាចាហើយគាត់អាចវិវត្តពាក្យដូចជាចាបផ្ទះដៃឬក៏ប៉ាឬក៏ម៉ាក់អីចឹងទៅអាស្រ័យទៅលើកុមារទេអញ្ចឹងការសម្គាល់លក្ខណៈរបស់កុមារគឺចាប់ពី1ខួបឬក៏1ខួបដល់8ខែឡើងទៅគឺកុមារមានការវិវត្តកុមារខ្លះលឿនដូចនេះខ្ញុំថាអញ្ចឹងលឿនអាច6ខែគាត់ចាប់ផ្ដើមវិវត្តជាពាក្យឬក៏វិវត្តតាក់ទងនឹងអាកប្បកិរិយាគាត់លះលហួនចាគាត់ឆាប់ចេះកលាប់ឆាប់ចេះអង្គុយឆាប់ចេះវាឆាប់ធ្វើសកម្មភាពផ្សេងកុមារខ្លះឈានដល់ការដើរទេតះអីចឹងទៅអញ្ចឹងការវិវត្តនឹងវាជាកត្តាមួយសំខាន់សម្រាប់ប៉ាម៉ាក់សង្កេតចានៅក្នុងអំឡុងពេល1ខួបដល់8ខែ2ខួបតើកូនរបស់ប៉ាម៉ាក់គាត់វិវត្តទៅមុខទៀតអត់ចាតាក់ទងនឹងការយល់ដឹងការតាក់ទងនឹងភាសាតំណតំណងចាជាពិសេសគឺកុមារចាប់ផ្ដើមវិវត្តពាក្យពីតិចទៅច្រើនឬក៏ពីចេះដឹងតិចទៅចេះដឹងច្រើនជាពិសេសកុមារដែលគាត់ចាប់ផ្ដើមស្គាល់មុខម៉ាក់ប៉ាច្បាស់នៅក្នុងអំឡុងពេលដែលគាត់ស្គាល់មុខម៉ាក់ប៉ាច្បាស់គាត់ប្រកាសថាជាត្រូវការភាពកក់ក្ដៅពីប៉ាម៉ាក់គាត់ត្រូវការភាពកក់ក្ដៅពីប៉ាម៉ាក់មែនទែនហើយម្ដងពេលហ្នឹងស្រាប់តែប៉ាម៉ាក់រវល់រកស៊ីឬក៏រវល់ចេញក្រៅធ្វើការដោយអត់មានពេលវេលាជាមួយគាត់ក្នុងអំឡុងពេលហ្នឹងគឺកុមារក៏អាចបាក់ទឹកចិត្តដែរចាគាត់បាក់ទឹកចិត្តហើយបើសិនជាម្លងពេលហ្នឹងអត់មានវត្តមានយើងហើយស្រាប់តែមានទូរទស្សន៍ iPad ឬក៏អត់មានអ្នកណាគេមកបនិបណៈមួយគាត់ទេអាចនិយាយបានថាទុកគាត់ចោលណាដែលធ្វើឲ្យគាត់បាក់ទឹកចិត្តហើយគាត់ចាប់ផ្ដើមបាត់តំណតំណងអាចចំណងនិយាយរបស់គាត់ហ្នឹងក៏អត់មានដែរគាត់ចាប់ផ្ដើមបាត់តំណតំណងមួយមនុស្សជំវិញហើយប៉ាម៉ាក់ឃើញកុមារខ្លះគាត់អាចឈានទៅដល់ការចាប់ភាសាតាមអីក្រង់ទូរទស្សន៍បានទៀតចាដូចជាភាសាតុក្កតាឬក៏ភាសាអង់គ្លេសឬក៏អីចឹងទៅតែជាភាសាដែលនិយាយទៅឯងដោយសារអីប្រព័ន្ធទូរទស្សន៍ឬក៏អេឡិចត្រូនិកហ្នឹងវាអត់មានការឆ្លើយតបដូចយើងឆ្លងឆ្លើយដូចមនុស្សទេគឺខុសពីយើងអញ្ចឹងដែលធ្វើឲ្យកុមារគិតថាម៉ាក់ប៉ាអត់មានតែគេនៅក្បែរគាត់ក៏ឲ្យគាត់បាក់ទឹកចិត្ត
ហើយគាត់គិតថាមានតែទូឬក៏ iPad ហ្នឹងទេតែធ្វើឲ្យគាត់សុវ័យចិត្តចាពួកអីអាទូហ្នឹងវានៅមួយគាត់មានសម្លេងមានអីចឹងទៅនៅមួយគាត់ឬក៏មើលរូបភាពទៅគាត់សុវ័យគាត់គិតថាមានតែទូហ្នឹងឯងដែលធ្វើឲ្យគាត់សុវ័យចឹងគាត់ចាប់យកភាសាទូតាមទូក៏មានដែរហើយគាត់ចាប់ផ្ដើមផ្ដាច់តំណែងជាមួយនឹងមនុស្សជំនាញខ្លួនហើយកុមារយឺតភាសាគឺគាត់មានការយល់ដឹងចាការយល់ដឹងតំណែងសង្គមចាតែកុមារខ្លះក៏អត់សូវមានតំណែងសង្គមដែរគឺអាស្រ័យទៅលើកុមារដែរគាត់អាចបាត់តំណែងដែរហើយកុមារខ្លះកុមារយឺតភាសាខ្លះក៏គាត់ឆាប់ឆេវឆាវឆាប់ខឹងមួម៉ៅច្រើនចាព្រោះអីកុមារយឺតភាសាគឺគាត់ដឹងច្រើនជាងកុមារអូទីសឹមគាត់ដឹងខុសដឹងត្រូវដឹងពីបរិបទសង្គមឬក៏ប៉ាម៉ាក់ប្រើគាត់ឲ្យធ្វើអីគឺគាត់អាចដឹងអាចយល់ដឹងបានខ្លះតែកុមារខ្លះក៏អត់ដឹងដែរទៅតាមកម្រិតរបស់កុមារដែរចាអញ្ចឹងកត្តានឹងហើយដែលធ្វើឲ្យកុមារយឺតភាសាគឺម្លងពេលដែលកើតហើយហ្នឹងចាងាកទៅរកកុមារអូទីសឹមវិញម្ដងកុមារអូទីសឹមគឺមានពីកំណើតគ្រាន់តែការលេចឡើងរបស់កុមារអូទីសឹមម្នាក់គឺមានភាពខុសគ្នាចាកុមារខ្លះគាត់អាយុ18ខែឬក៏មួយខួបតិចតួចអីហ្នឹងក៏គាត់អាចបង្ហាញសញ្ញាអូទីសឹមមកដែរគឺគាត់បង្ហាញឲ្យយើងដឹងណាដែលប៉ាម៉ាក់យើងច្រឡំថាចេះការកូនខ្ញុំអាយុ8 9ខែកូនខ្ញុំចេះតាឲ្យចាប់ឲ្យបាយអីសើចលេងមួយយើងធម្មតាតាតែទៅតែអាយុប៉ុណ្នេះអាយុ18ខែឬក៏អាយុ2ខួប3ខួបនេះទៅបង្ហាញអាការៈសញ្ញាអូទីសឹមហ្នឹងមកចាឬក៏ទៅបង្ហាញមកហ្នឹងអញ្ចឹងអូទីសឹមមិនមែនពីកណ្ដាលទេចាជាការយល់ច្រឡំអូទីសឹមគឺមានពីកំណើតគ្រាន់តែកុមារម្នាក់មិនទាន់បង្ហាញសញ្ញាអូទីសឹមឬក៏លេចឡើងសញ្ញាអូទីសឹមនឹងឲ្យយើងដឹងចានៅក្នុងអាយុកាលណាមួយដូចជាអាយុ2ខួបឬក៏1ខួប18ខែឬក៏3ខួបបានគាត់បង្ហាញសញ្ញាអូទីសឹមពីខាងក្នុងខ្លួនឲ្យពីខាងក្នុងខ្លួនគាត់នឹងឲ្យយើងដឹងទើបយើងចាប់អារម្មណ៍ថាកូនទើបតែមានបញ្ហានេះពីដើមឡើយកូនខ្ញុំចេះសឹងអីហ្នឹងអញ្ចឹងអូទីសឹមមិនពីកណ្ដាលទេខុសហើយចាអូទីសឹមមានពីកណ្ដាលហើយបញ្ហានៃកុមារអូទីសឹមនិងកុមារយឺតភាសាគឺខុសគ្នាមួយចំនួនធំទៀតចាអូទីសឹមគឺគាត់មានបញ្ហាច្រើនជាងកុមារយឺតភាសាចាភាគច្រើនដូចជាវិបត្តិអាកប្បកិរិយារបស់កុមារអូទីសឹមមានច្រើនទៅតាមកុមារអូទីសឹមម្នាក់ចាកុមារខ្លះគាត់ចូលចិត្តដើរចងជើងចាកុមារខ្លះគាត់ steaming ចាកុមារខ្លះចូលចិត្តមើលម្រាមដៃឬក៏លេងម្រាមដៃកុមារខ្លះចូលចិត្តហិតក្លិនក្អូបក្លិនស្អុយចាកុមារខ្លះក៏តាក់ទងនឹងការស្ដាប់មានបញ្ហាតាក់ទងនឹងការស្ដាប់ចាការមើលចាតាក់ទងនឹងចំណីអាហារនិយាយទៅតាក់ទងនឹងកុមារអូទីសឹមគឺគាត់អាចមានបញ្ហាច្រើនជាងកុមារយឺតភាសាចាឈានទៅដល់កុមារដែលគាត់ខ្លាំងទៀតធ្ងន់ទៀតគឺគាត់វាយធ្វើបាបខ្លួនឯងឬក៏ធ្វើបាបអ្នកដទៃអីចឹងទៅនោះតាក់ទងនឹងវិបត្តិអាកប្បកិរិយាដែលកុមារយឺតភាសាគឺគាត់មិនមានទេតែគាត់អាចមានដូចជាការជ្រៀវឆាវអីហ្នឹងបាក់ប្រងអារម្មណ៍អីហ្នឹងគឺអាចមានសម្រាប់កុមារយឺតភាសាជាកត្តាមួយសំខាន់សម្រាប់អាណាព្យាបាលដែលសង្កេតលក្ខណៈពិសេសរបស់កូនហើយដើម្បីបញ្ជាក់ថាកូនមានអូទីសឹមឬក៏មានយឺតភាសាយើងត្រូវតែទៅរកអ្នកឯកទេសឬក៏អ្នកជំនាញក្នុងការវិនិច្ឆ័យឬក៏ការធ្វើតេស្តទៅលើកុមារដើម្បីឲ្យដឹងពីបញ្ហារបស់គាត់យើងនឹងរកវិធីសាស្ត្រក្នុងការជួយគាត់ឲ្យចំគោលដៅហើយទាន់ពេលវេលាកុំឲ្យវាកាន់តែយូរទៅធ្វើឲ្យការវិវត្តរបស់កុមារឬក៏បញ្ហារបស់កុមារនឹងវាកាន់តែទៅមុខហើយបើនិយាយទៅវាកាន់តែចាស់ទៅហើយវាអត់អាចថយក្រោយបានទេអញ្ចឹងអ្វីដែលប៉ាម៉ាក់ត្រូវធ្វើគឺត្រូវតែតាមដាន ចាតាមដានកូនរបស់ប៉ាម៉ាក់ឲ្យបានជាប់លាប់ជាពិសេសគឺកុមារអាយុ18ខែឬក៏2ខួបហ្នឹងប៉ាម៉ាក់ត្រូវតែសង្កត់ឲ្យធ្ងន់តិចទៅលើការវិវត្តការរីកចម្រើននិងការយល់ការចេះដឹងរបស់កុមារចាសូមអរគុណបើសិនជាប៉ាម៉ាក់មានចម្ងល់អីប៉ាម៉ាក់អាចសួរនៅក្នុងវីដេអូខាងក្រោមនេះបានចាបាយបាយ